បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដើម្បីចែករំលែកទៅកាន់បងប្អូនអរគ្នាអំពីការកាត់តវីដេអូនៅក្នុង TikTok ព្រោះមួយរយៈចុងក្រោយនេះយើងនឹងស្រាប់ថាការប្រើប្រាស់ឬក៏ការកាត់តវីដេអូឬក៏ទាក់ទងនឹងរូបភាពនៅតាម app មួយគឺតម្រូវឲ្យបង់លុយជាពិសេសដូចជា CapCut ដូចជា InShot ជាដើមក៏វាអាចបង់លុយដែរណាទាក់ទងនឹង app របស់ TikTok គឺជាបណ្ដាញមួយដែលមានការពេញនិយមមែនទែននៅពេលបច្ចុប្បន្ននេះហើយការប្រើប្រាស់ក៏សម្បូរអ្នកប្រើប្រាស់ផងដែរតោះសូមនាំបងប្អូនទៅមើលដល់គ្នាពីរបៀបការ edit នៅក្នុង TikTok យើងគួរតែ edit ដូចនេះដើម្បីឲ្យបានវីដេអូដែលយើងពេញចិត្តមុននឹងចាប់ផ្ដើមសូមបងប្អូនមើលវីដេអូមួយដែលខ្ញុំបានសាកល្បងប្រើប្រាស់ហើយគឺមើលទៅមែនទែននៅក្នុងកម្មវិធី TikTok អូខេតើឥឡូវសូមមើលទាំងអស់គ្នាអូខេបន្ទាប់ពីមើលទៅលើវីដេអូហើយសូមបងប្អូនចូលទៅក្នុង TikTok ដើម្បីយើងសាកល្បងទៅលើការ edit វីដេអូអូខេមុននឹងចាប់ផ្ដើមនឹងការ edit យើងត្រូវមានវីដេអូខ្លីៗមួយមិនថាបងប្អូនធ្វើជា content ឬក៏ធ្វើអីទេគឺយើងមានវីដេអូខ្លីៗមកដើម្បីយើងដាក់បញ្ចូលគ្នាតិចនិចក្នុងការថតអាហ្នឹងជាតិចនិចបងប្អូនហើយខ្ញុំក៏ធ្លាប់បានបង្រៀនដែរទៅនឹងការថតរូបថតអីនិងការកំណត់កាមេរ៉ាអូខេតោះឥឡូវយើងសូមនាំបងប្អូនទៅសាកល្បងធ្វើទាំងអស់គ្នានៅក្នុង TikTok អូខេជាដំបូងបងប្អូនបើកកម្មវិធី TikTok មកអូខេកម្មវិធី TikTok គឺយើងមានច្រើនយើងអាចកំណត់នាទីមកឥឡូវខ្ញុំជ្រើសរើស60នាទីនៅពេលដែលយើងជ្រើសរើសហើយបងប្អូនចូលទៅរើសទាក់ទងនឹងវីដេអូដែលបងប្អូនចង់ប្រើសម្រាប់កាត់តនៅក្នុងកម្មវិធី TikTok យើង select មកឥឡូវនេះខ្ញុំ select ទៅលើវីដេអូរបស់ខ្ញុំដែលបានថតទុករួចហើយបន្ទាប់មកបងប្អូនរើសវីដេអូរួចហើយយើងចុចពាក្យ next អូខេវាអូខេជាពិសេសនៅពេលដែលវីដេអូយើងដាក់បញ្ចូលគ្នាហើយគឺវាអូតូខាត់ឲ្យយើងតែម្ដងហើយក៏មានចម្រៀងបញ្ចូលនៅក្នុងហ្នឹងយើងងាយស្រួលមែនទែននៅក្នុងការជ្រើសរើសនិងការបង្កើតទៅលើវីដេអូអូខេយើងមិនចង់បានទៅនឹងការកាត់អូតូនេះទេគឺយើងចង់កាត់ដោយខ្លួនឯងបន្ថែមឥឡូវយើងចុចនៅលើសញ្ញាវីដេអូមកសញ្ញាជ្រុងនេះអូខេចុចមកបន្តមកទៀតបងប្អូនចូលទៅedit គឺយើង edit ទៅលើវីដេអូយើងមើលចំណុចណាដែលយើងអត់សូវពេញចិត្តស្អីយើងកាត់បន្ថែមមកអូខេយើងទាញខាងនេះមកអូខេយើងមើលយើង scroll មើលបន្ថែមសិនថាចំណុចណាដែលយើងពេញចិត្តចំណុចណាដែលយើងអត់ទាន់ពេញចិត្តអូខេចំណុចនេះយើងកាត់បន្ថែមមកបន្តិចត្រង់នេះបន្តិចសម្រាប់ការកាត់តវីដេអូយើងមើលត្រង់ចំណុចណាដែលមើលទៅយើងគិតថាវាសមវាស៊ីគ្នាយើងច្រឹបមានថាយើងច្រឹបចំណុចណាដែលអត់ល្អយើងច្រឹបចេញចំណុចណាដែលយើងមើលទៅស៊ីគ្នាយើងទុកអូខេឥឡូវយើងមើលអូខេនៅត្រង់ចំណុចនេះយើងមើលទៅរៀងយឺតពេកយើងទាញថែមហើយយើងអូសមកអូខេត្រឹមនេះខ្ញុំយកត្រឹមហ្នឹងបន្តមកទៀតដល់វគ្គញ៉ាំអូខេសម្រាប់ការកាត់តវីដេអូគឺយើងប្រៀបដូចជាការសរសេរអត្ថបទមួយចឹងគឺយើងមានចំណុចចាប់ផ្ដើមចំណុចចាប់ផ្ដើមតួសេចក្តីនិងបញ្ចប់សេចក្តី
cứ đôi khi cứ dương miềnចំណុចដែលយើងចាប់ផ្ដើមចំណាប់ចំណុចបន្តនៃវីដេអូហើយនឹងចំណុចចុងបញ្ចប់នៃវីដេអូថាយើងចង់បានបែបណាឥឡូវយើងមើលមកអូខេឥឡូវវីដេអូយើងបានបង្រួមយើង edit រួចហើយគឺយើងមានត្រឹមតែ13នាទីទេឥឡូវសាក play សិនអូខេយើងមើលទៅរៀងសមហើយអូខេត្រង់ចំណុចមួយទៀតគឺយើងអាចដាក់នៅលើ affix របស់វា affix គឺយើងមាន style ច្រើនប៉ុន្តែចំណុចនេះខ្ញុំអត់ដាក់ទេខ្ញុំសុំរើសគឺយើងស្រេចលើវីដេអូសិនមុននឹងយើងដាក់ត្រង់ល្បឿនយើងអាចដាក់បាន speed គឺយើងមានដូចគ្នាតែទៅនឹងកម្មវិធីកាត់តនេះគឺយើងមានដូច CapCut ដូច insert ដូចជាតកតងនឹងកម្មវិធីផ្សេងទៀតដែលយើងមានplatform របស់វាគឺប្រហាក់ប្រហែលនឹងគ្នាតកតងនឹង crop speed replace animation អីគឺយើងមានដូចគ្នាទាំងអស់ឥឡូវយើងសាកមើល animation អូខេចំណុចដំបូងយើងមិនគួរដាក់ទេព្រោះវាអាចមើលទៅអត់ស្អាតអូខេត្រង់ចំណុចនេះនេះ style នេះយើងរើសមកយើងពេញចិត្ត style មួយណាអូខេឥឡូវមើលយើងដាក់ម្ដងមួយមកទៅទៅនឹងវីដេអូរបស់យើងអូខេយើងមាន combo យើងរើសមកឆ្លាញ់ style មួយណាយើងដាក់មកអូខេតាំងអូខេឥឡូវយើងដាក់រួចហើយបន្តមកទៀតតើតើនឹងចន្លោះរបស់វាគឺយើងមាន style របស់វាដែរចុចមកអូខេឥឡូវយើងជ្រើសរើសមកបងប្អូនឆ្លាញ់បត់មួយណាអូខេតើទៅនឹងវីដេអូបើសិនជាវីដេអូតើទៅនឹងការញ៉ាំអាហារអីវាលោតជាចម្រៀងមកបែបតើទៅនឹងការញ៉ាំអាហារឬក៏ដំណើរកម្សាន្តវាតើទៅនឹងរត់មកបែបដំណើរកម្សាន្តប៉ុន្តែបើសិនបងប្អូនអត់ពេញចិត្តនឹងបទហ្នឹងទេយើងអាចចូលទៅ search រកពាក្យទៅនឹងចម្រៀងផ្សេងដែលយើងចង់ដាក់អូខេឥឡូវខ្ញុំដាក់បទនេះមួយមកអូខេទៅនឹងចម្រៀងវាលោតល្មមនឹងនាទីដែលវីដេអូយើងកាត់តហ្នឹងអូខេបន្តមកទៀតយើងសាក play មើលអូខេបើសិនជាយើងមើលទៅថាសមរម្យហើយបន្តមកបងប្អូនចុចបន្ទាប់មកអូខេបន្តមកយើងសេជាចំណងជើងមកនៅក្នុង TikTok អូខេខ្ញុំដាក់Yummy មកអូខេបន្តមកទៀតយើងចុចពាក្យ post មកអូខេនៅពេលដែលវីដេអូដែលយើងបានថតរួចហើយយើងអាចចូលទៅ save វិញបាននៅក្នុង profile របស់យើងអូខេយើង download មកដូចអត់មានតកតងនឹង logo របស់ TikTok ទេខ្ញុំបានសាកល្បងមើលហើយអូខេសង្ឃឹមថាបងប្អូននឹងយល់ពីរបៀបedit នៅក្នុង TikTok អូខេសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះសង្ឃឹមថាបងប្អូននឹងយល់ហើយសូមកុំភ្លេចជួយ subscribe channel អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណ